រួមទាំងអស់គ្នាជាមួយនឹងយុទ្ធនាការ10000រៀល10000នាក់ដើម្បីកុមារកម្ពុជានៅឯមន្ទីរពេទ្យគន្ធបុប្ផាពាក្យថាអត់គិតថ្លៃនេះមិនមែនមានន័យថាអត់លុយទេអស់លុយច្រើនណាស់មួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយប្រហែលជា$120,000គឺការមានណា8ខណ្ឌអត់គិតថ្លៃនេះមិនមែនមានន័យថាអត់លុយទេអស់លុយច្រើនណាស់មួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយប្រហែលជា$120,000បាទមួយឆ្នាំប្រហែលជា45ទៅ47លានដុល្លារអាស្រ័យទៅលើថាមានជំងឺអីជួអត់អញ្ចឹងដើម្បីទាញតថវិកាជួយដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាខាងមូលនិធិគន្ធបុប្ផាកម្ពុជាយើងតាំងពីបង្កើតមកមានរៀបចំយុទ្ធនាការសកម្មភាពជាច្រើនដើម្បីទាញតថវិកាចឹងយុទ្ធនាការសំខាន់មួយក្នុងចំណោមយុទ្ធនាការទាំងអស់នោះយើងឲ្យឈ្មោះថាយុទ្ធនាការ10000រៀល10000នាក់របស់មូលនិធិគន្ធបុប្ផាកម្ពុជាអញ្ចឹងពីមុនមកពេលបង្កើតគឺសម្ដេចតេជោហើយនឹងលោកសម្ដេចតេជោបណ្ឌិតគាត់ជាប្រធានស្ថាបនិកផងគាត់ជាប្រធានគណៈយោផងក៏ប៉ុន្តែនៅពេលដែលនីតិកាលរដ្ឋរាជរដ្ឋាភិបាលនីតិកាលទី7ត្រូវបានបង្កើតឡើងនៅក្នុងអនុក្រឹត្យស្តីពីការរៀបចំការប្រតិបត្តិរបស់មូលនិធិនាយករដ្ឋមន្ត្រីនិងភរិយាគឺជាប្រធានគណៈយោអញ្ចឹងបន្ទាប់ពីបង្កើតឡើងនៅថ្ងៃទី22ខែសីហាឆ្នាំ2023សម្ដេចធិបតីខ្លាយជានាយករដ្ឋមន្ត្រីលោកជំទាវបណ្ឌិតខ្លាយជា First Lady អញ្ចឹងគាត់បានដល់កិត្តិយសឈរជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាអញ្ចឹងយុទ្ធនាការនេះយើងរៀបចំដំបូងឡើងនៅឆ្នាំ2022ចឹង2022 2023យើងរៀបចំនៅខែ6គាត់ខ្លាយទៅជា First Lady នៅខែ8ចឹងដល់ឆ្នាំ2024គាត់ចាប់ផ្ដើមដឹកនាំយុទ្ធនាការនេះដោយផ្ទាល់ចឹងគិតរហូតដល់ពេលនេះគឺបាន3ដងគាត់ដឹកនាំលើកទី1នៅថ្ងៃទី1ខែមិថុនានៅខេត្តសៀមរាបលើកទី2ខែ1មិថុនាដែរនៅវត្តភ្នំក្នុងពេជ្រអាចជាបងប្អូនសិល្បករបានចូលរួមផងដែរនៅពេលនោះចឹងលើកទី1ដែលគាត់ដឹកនាំហ្នឹងមានអ្នកចូលរួមបរិច្ចាគប្រហែលជា21,000នាក់ថាវិការដែលចូលបានក្នុងអំណុងខែពេជ្រហ្នឹងអាចជា$3លានជាលើកទី2នៅវត្តភ្នំនេះក្នុងមួយខែពេញហ្នឹងមានអ្នកចូលរួមបរិច្ចាគប្រហែលជា30,000នាក់ជាមួយនឹងថវិកាបរិច្ចាគសរុបមួយខែហ្នឹងបាន$6លានជាអញ្ចឹងលើកទី3នេះខ្ញុំក៏សូមឆ្លៀតឱកាសដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃយុទ្ធនាការរបស់យើងលទ្ធផលនៃយុទ្ធនាការ10000រៀល10000នាក់របស់យើងដែរគិតមកដល់ពេលនេះព្រឹកនេះតួលេខអ្នកចូលរួមបរិច្ចាគប្រហែលជា70000នាក់គិតត្រឹមព្រឹកនេះចាប់ពីថ្ងៃបើកមកថ្ងៃទី8ខែ5ប្រហែលថ្ងៃមុននេះគិតមកដល់នេះហើយជា70000នាក់ហើយថវិកាបរិច្ចាគប្រហែលជា$4លានអញ្ចឹងយើងសង្ឃឹមថាឆ្នាំនេះសប្បុរសជនរបស់យើងទាំងសប្បុរសជនធំទាំងជាពលរដ្ឋយើងធម្មតានឹងចូលរួមបរិច្ចាគមិនត្រឹមតែចំនួនថវិកាទេលោកជំទាវបណ្ឌិតបានបោតទៅលើចំនួនអ្នកចូលរួមផងដែរដោយសារគាត់ថាក្នុងស្មារតីខ្មែរជួយខ្មែរគាត់នៅប្រធានថ្ងៃមុនថាគាត់ថាឆ្នាំមុន30,000នាក់គាត់ថាបើប្រៀបធៀបនឹងពលរដ្ឋកម្ពុជាប្រមាណ17លាននាក់នៅថិតចឹងហើយបន្ថ្ងៃមុនយើងជួបយើងធ្វើពិធីបើកយុទ្ធនាការនេះក្នុងទម្រង់ជាកិច្ចប្រជុំសម្ដែងសម្ដានជាមួយគណៈកម្មការក្រត្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តគណៈកម្មការក្រត្រង់នេះត្រូវបានបង្កើតឡើងនៅតាមក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តដើម្បីជំរុញការផ្សព្វផ្សាយអំពីមូលនិធិចឹងគាត់បានជួបហើយគាត់បានអំពាវនាវឲ្យមានការធ្វើយុទ្ធនាការគ្រប់គ្រងខ្ញុំឧទាហរណ៍ថាឯកឧត្តមរដ្ឋគឺការមានណា8ខណ្ឌយើងកើត3ឆ្នាំមកគឺគាត់ជាអ្នកទី1យើងលែងក្នុងសិនមុនយើងចាប់តាមយើងកាត់តែនោះនៅឯស៊ីមរៀបមុនហើយពេលយើងរឹងមាំទៅបត់ទៅការវាកាត់របស់គាត់ដើម្បីមកបានខ្សែទៅពីជំនួយទៅការសិនទៅការដូរការនោះមាន The competition is in which country? The host country is Japan. Japan. Yes, Okay. it will be on November. Okay. Yes.
So thumbs up for you. We can. ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំសុកេគឹមលៀងកូនអានជានាដការីរបាំបុរាណហើយក៏ជា Miss International Cambodia ថ្ងៃនេះគឺនាងខ្ញុំបានចូលរួមជាមួយនឹងសមាគមសិល្បករខ្មែរហើយនាងខ្ញុំពិតជាមានសេចក្តីសប្បាយចិត្តមែនទែនដែលបានឃើញសមាគមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរបានសាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីជួយទៅដល់កុមារនៅប្រទេសកម្ពុជាហើយថ្ងៃនេះផងដែរនាងខ្ញុំសូមចំណុំពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការចូលរួមយុទ្ធនាការ 10000 រៀល 10000 នាក់ដោយអ្នកទាំងអស់គ្នាអាចចូលរួមជាមួយនឹង QR code របស់នាងខ្ញុំដែលនាងខ្ញុំជាម្ចាស់ Foundation មូលនិធិ Dancing An សម័យរំដែលអ្នកទាំងអស់គ្នាអាច scan នៅទីនេះសូមចូលរួមទាំងអស់គ្នាជាមួយនឹងយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីកុមារកម្ពុជានៅឯមន្ទីរពេទ្យគន្ធបុប្ផាសូមអរគុណ សូមចូលរួមយុទ្ធនាការ10000 រៀល 10000